សួងបរិស្ថានបានបញ្ជាក់ថាការបំពុលដោយផ្លាស្ទិកប៉ះពាល់ដល់សុខុមាលភាពរបស់មនុស្សសត្វនិងបរិស្ថាននៅព្រឹកថ្ងៃច័ន្ទទី9ខែមិថុនាឆ្នាំ2025នៅវិទ្យាល័យហ៊ុនសែនពីមជាងស្រុកអូរាំងឪខេត្តត្បូងឃ្មុំឯកឧត្តមខ្វៃអាទិត្យជាអនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោក5មិថុនាដែលរៀបចំឡើងដោយមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំក្រមប្រធានបទប្រយុទ្ធប្រឆាំងការបំពុលដោយផ្លាស្ទិកថ្លែងក្នុងឱកាសនេះឯកឧត្តមបានបញ្ជាក់ថាប្រធានបទនេះគឺសមស្របទៅនឹងបរិបទរបស់ពិភពលោកដែលកំពុងប្រឈមមុខនឹងការឡើងនៃកំណកផ្លាស្ទិកដែលកំពុងប្រឈមនឹងការកើនឡើងនៃសំណល់ផ្លាស្ទិកនិងការបំពុលដោយផ្លាស្ទិកព្រោះបានឆ្លុះបញ្ចាំងពីការពិតនិងព្រួយបារម្ភរបស់ពិភពលោកចំពោះបញ្ហាផ្លាស្ទិកប្រសិនបើគ្មានវិធានការប្រកបដោយនិរន្តរភាពនោះទេគេរំពឹងថាបរិមាណសំណល់ផ្លាស្ទិកដែលហូរចូលទៅក្នុងប្រព័ន្ធអេកូឡូស៊ីក្នុងទឹកនឹងកើនឡើងជិត3ដងប្រមាណ29លានតោនក្នុងឆ្នាំ2040ឯកឧត្តមបានបញ្ជាក់ថាការបំពុលដោយផ្លាស្ទិកបានប៉ះពាល់ដល់សុខុមាលភាពរបស់មនុស្សសត្វនិងបរិស្ថានក្នុងនោះផ្លាស្ទិកហូរចូលទៅសមុទ្រនៅឆ្នាំ2050នឹងមានចំនួនច្រើនជាងត្រីដែលនៅក្នុងសមុទ្រដោយឡែកការដុតផ្លាស្ទិកនៅទីវាលបានបង្កឲ្យផលប៉ះពាល់ដល់ស្រទាប់អូហ្សូននិងសុខភាពមនុស្សនៅពេលដែលដកដង្ហើមដូចជាជំងឺមហារីកជំងឺផ្លូវដង្ហើមជាដើមផ្សែងដែលហុយពីផ្លាស្ទិកទាំងនោះមានជាតិគីមីខ្ពស់ប្រភេទដែលជាភ្នាក់ងារបង្កើតមេរោគនិងជំងឺមហារីកដើម្បីចូលរួមការប្រយុទ្ធប្រឆាំងដោយបំពុលផ្លាស្ទិកឯកឧត្តមអនុរដ្ឋលេខាធិការបានសំណូមពរឲ្យប្រជាពលរដ្ឋមានការបដិញ្ញាចិត្តនិងចូលរួមកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកតាមរយៈការអនុវត្តវិធី 4R ជាចាំបាច់គឺចូលរួមកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកសូមប្រើប្រាស់ឡើងវិញកុំប្រើប្រាស់ផ្លាស្ទិកតែមួយដងបោះចោលធ្វើការកែច្នៃនិងផលិតជាសម្ភារៈប្រើប្រាស់ឡើងវិញនិងទាញយកចំណូលពីផ្លាស្ទិកនិងធ្វើការបដិសេធមិនប្រើប្រាស់ផ្លាស្ទិកប្រចាំថ្ងៃក្នុងឱកាសនោះឯកឧត្តមខ្វៃអាទិត្យជាបានវាយតម្លៃខ្ពស់និងថ្លែងអំណរគុណចំពោះក្រសួងស្ថាប័នពាក់ព័ន្ធរដ្ឋបាលខេត្តក្រុងស្រុកនិងអាជ្ញាធរមូលដ្ឋានទាំងអស់អង្គការសហគមន៍ដៃគូសហការសិស្សានុសិស្សលោកគ្រូអ្នកគ្រូនិងប្រជាពលរដ្ឋដែលបានផ្ដល់កិច្ចសហការល្អអនុវត្តយុទ្ធនាការជាជំហានដូចជាយុទ្ធនាការថ្ងៃនេះខ្ញុំមិនប្រើថង់ផ្លាស្ទិកយុទ្ធនាការកម្ពុជាស្អាតខ្មែរធ្វើបានយុទ្ធនាការផ្លូវជាតិគ្មានសម្រាមនិងសំណល់ផ្លាស្ទិកនិងយុទ្ធនាការផ្សេងទៀតរបស់ក្រសួងបរិស្ថានបានដាក់ចេញដោយយុទ្ធសាស្ត្រចក្រាលវិស័យបរិស្ថានដែលបង្កើតឡើងស្របជាមួយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់រាជរដ្ឋាភិបាលសម្ដៅធ្វើឲ្យកម្ពុជាស្អាតមានភាពបៃតងនិងមានការអភិវឌ្ឍដោយចីរភាពផងដែរ